បានឃើញពងមាន់ដែលមានពងមាសនៅពេលដែលនាងលើកមើលវាមិនមែនជាពងធម្មតានោះទេវាគឺជាពងមាសយ៉ាងពិតប្រាកដហាម៉ែអាថ្លែណើយនេះគឺជាមានតើពងមាន់ចេញជាមាសលោកប្តីទាំងពីរអ្នកប្តីប្រពន្ធពួកគេភ្ជាប់បាសយ៉ាងខ្លាំងចំណែកឯសត្វមាន់វាបានពងចេញមាសរៀងរាល់3ថ្ងៃម្ដងការដើមឡើយនៅព្រៃក្រាស់មួយកន្លែងមានសត្វមាន់មួយក្បាលប៉ុន្តែមាន់នេះមិនមែនជាសត្វមាន់ធម្មតាទេគឺជាសត្វមាន់ទេវតាដែលត្រូវបណ្ដាសារបស់ព្រះអិនវិរុគៈព្រះអង្គត្រូវតែទៅឋានកណ្ដាលដើម្បីទទួលទណ្ឌកម្មព្រោះព្រះអង្គបានសាងកំហុសកន្លងទៅមួយជាតិនេះទើបព្រះអង្គអាចត្រឡប់មកឋានសួគ៌វិញក្រាបទូលព្រះអង្គទូលព្រះបង្គំសូមអរគុណដោយចិត្តករុណាចំពោះទូលព្រះបង្គំបានហើយព្រះអង្គអញ្ជើញទៅចោះប៉ុន្តែត្រូវចាំថាព្រះអង្គនឹងមិនអាចចាំបាននៅអ្វីដែលបានកើតឡើងនៅជាតិនេះនោះទេចូលព្រះអង្គទទួលផលកម្មដែលព្រះអង្គបានសាងទៅចោះព្រះអិនទ្រង់បានដាក់បណ្ដាសាឲ្យវីរៈគុคล้ายទៅជាសត្វមាន់និងទទួលរងផលកម្មនៅឯឋានកណ្ដាលខ្ញុំគឺជាសត្វមាន់មិនអីទេខ្ញុំនឹងរស់នៅបែបធម្មជាតិទៅចោះមាន់វាកំពុងតែនិយាយតែម្នាក់ឯងស្រាប់តែព្រានព្រៃបានលើកព្រួញបាញ់សម្ដៅទៅរកវាអើយចុះអបកាច់ណាបាញ់ខ្ញុំមិនតន់ដឹងអីផងនឹងបែរជាត្រូវគេបាញ់បាត់ទៅហើយតើនេះជាកម្មពៀមែនទេខ្ញុំត្រូវរត់គេចសិនគុកចង្រៃមែនមិនបាញ់មិញវានៅទីនេះតើចុះហេតុអ្វីពេលនេះវាបាត់តាហើយខ្ញុំចាំបានច្បាស់ណាស់ខ្ញុំបានបាញ់វាត្រូវមីក្រាបនេះគឺជាក្របព្រួញរបស់ខ្ញុំតើខ្ញុំត្រូវតែតាមរកអាសត្វមាន់នោះឲ្យតតែឃើញបើមិនចឹងទេថ្ងៃនេះអញច្បាស់ជាស៊ីអំបិលហើយសត្វមាន់វាបានពួននៅដំបូលក្បែរដើមឈើដ៏ធំមួយកន្លែងដើម្បីរត់គេចពីការប្រមាញ់របស់ព្រានព្រៃនៅក្នុងភូមិឯនេះវិញមានប្តីប្រពន្ធក្រីក្រ2នាក់រស់នៅដោយជីវិតលំបាកពួកគេប្រកបរបរដាំបន្លែដើម្បីចិញ្ចឹមជីវិតទោះបីជាក្រក៏ដោយប៉ុន្តែពួកគេរស់នៅដោយសេចក្តីស្មោះត្រង់និងមិនធ្លាប់បោកប្រាស់នរណាម្នាក់ឡើយអូនសម្លាញ់ថ្ងៃនេះបងគិតថាទៅព្រៃតើអូនចង់ទៅជាមួយបងទេថាម៉េចបងចង់បបួលអូនទៅព្រៃនេះពួកយើងទៅចំការទេឬបងដោយសារតែដំណាំរបស់យើងវាល្អណាស់ទៅហើយបងគិតថាទៅព្រៃកាប់អស់យកមកប្រើប្រាស់នឹងណាអូនព្រោះអស់នៅក្នុងផ្ទះរបស់យើងអស់ទៅហើយបើអូនមិនចង់ទៅបងក៏មិនថាអ្វីដែរបងខ្លាចថាអូនចង់ជីកទំពាំងដកផ្សិតឬក៏ជីកដំឡូងនឹងណាទៅបានជាបងបបួលអូនចឹងនោះតាមពិតគឺអញ្ចឹងទេខ្ញុំស្មានថាមានការអ្វីសំខាន់តើថ្ងៃនេះខ្ញុំក៏ទំនេរដែរបងចាំខ្ញុំទៅជាមួយនឹងបងដែរតោះអូនបើអញ្ចឹងអូនឯងរៀបចំខ្លួនឲ្យហើយមកពួកយើងនឹងចេញទៅឥឡូវនេះតែម្ដងចាស់បងក្រោយមកបន្ទាប់ពីរៀបចំខ្លួនហើយអ្នកទាំងពីរក៏បានដើរចូលមកព្រៃបរិយជាប្តីគេបានកាប់អស់ចំណែកនាងជាប្រពន្ធគេបានជិះកំពាំងនឹងដកផ្សិនតាមអ្វីដែលអាចធ្វើទៅបានចុងនេះគឺជាសម្លេងសត្វមាន់តើហេតុអ្វីនៅក្នុងព្រៃមានសត្វមាន់រស់នៅអញ្ចឹងណោះខ្ញុំតាមរកមើលសម្លេងនេះសិនហានេះគឺជាសត្វមាន់លោកប្តីបងឆាប់មកទីនេះមកផ្លេតមកហានេះគឺជាមាន់តាអូនមែនហើយបងមើលចោះសត្វមាន់នេះវាត្រូវរបួសដូចជារត់គេចពីអ្វីម្យ៉ាងមកអញ្ចឹងល្អណាស់អូនថ្ងៃនេះបងនឹងធ្វើស៊ុបមាន់បើកម្លាំងអូនម្ដងសត្វមាន់គ្រាន់តែលើដូច្នេះវាចាប់ផ្ដើមស្រែកយ៉ាងខ្លាំងបងខ្ញុំគិតថាមិនចាំបាច់ទេមើលចោះបងគ្រាន់តែនិយាយប៉ុណ្ណឹងវាភ័យស្ទើរតែរាអាចទៅហើយជីវិតពួកយើងលំបាកបើយើងសម្លាប់វានឹងស្លាប់ណាបងហើយអនឯងប្រកិតយ៉ាងម៉េចចំពោះសត្វមាន់នេះទៅអូនគិតថាចង់យកវាទៅចិញ្ចឹមណាបងថាម៉េចអូនឯងចង់យកវាទៅចិញ្ចឹមតែសត្វមាន់នេះវាគឺជាមាន់ឈ្មោះនឹងមិននឹងអាចមានពងបានទៅអូនចាបងខ្ញុំនឹងទិញមេមាន់នៅឯផ្សារពេលនោះវានឹងមានដៃគូហើយបងល្អហើយអញ្ចឹងបងតាមអូនទៅចោះហើយអូនសម្លាញ់មើលចោះសត្វមាន់វាបានស្លាប់បាត់ទៅហើយសត្វមាន់អស់កម្លាំងហើយវាក៏បានដេកសន្លប់នៅកន្លែងនោះបាត់ទៅចំណែកទាំងពីរអ្នកប្តីប្រពន្ធក៏បានយកវាមកផ្ទះហើយព្យាបាលរហូតដល់ជាពួកគេបានបង្កើតសម្បុកដ៏កក់ក្ដៅសម្រាប់វាផងដែរមួយសប្តាហ៍ក្រោយមក
អូនសំឡាញ់មន់យើងឥឡូវនេះវាមានសុខភាពល្អណាស់យើងចិញ្ចឹមវាពិតជាមិនខាតមែនហើយបងខ្ញុំឃើញវាអញ្ចឹងខ្ញុំពិតជាសប្បាយចិត្តណាស់សត្វមន់ហាក់បីដូចជាមានអារម្មណ៍កក់ក្ដៅនៅពេលដែលបានរស់នៅជាមួយនឹងទាំងពីរអ្នកប្តីប្រពន្ធនេះម្ចាស់យើងស្រឡាញ់យើងខ្លាំងណាស់តែយើងគួរតែផ្ដល់រង្វាន់អ្វីដល់ពួកគាត់ទៅណោះមិននឹកស្មានថាបានមករស់នៅជាមួយមនុស្សលោកមានក្តីសុខបែបនេះសោះហើយនៅទីនេះមានមន់គុកមួយក្បាលអញនឹងខំស៊ីឯងហើយណាអាសត្វមន់គុកឯងត្រឹមតែជាសំណក់មួយក្បាលឯងមិននឹងអាចលឿនចេញយើងបានទៅឆាប់ថយឲ្យឆ្ងាយទៅអាសត្វឆ្កែចង់រៃមែនហេតុអ្វីបានជាឯងពូកែយ៉ាងនេះដោយសារតែយើងមិនមែនជាសត្វមន់ធម្មតានោះអីនៅពេលយំសត្វមន់វាក៏បានគិតថាគុកម្ចាស់យើងចិត្តល្អនឹងយើងខ្លាំងណាស់យើងគួរតែផ្ដល់រង្វាន់ដល់គាត់ខ្ញុំនឹងពងឲ្យចេញមាសពួកគេនឹងសប្បាយចិត្តនៅពេលដែលឃើញពងរបស់ខ្ញុំនៅពេលព្រឹកឡើងនឹងជាប្រពន្ធបានឃើញពងមាន់ដែលមានពងមាសនៅពេលដែលនាងលើកមើលវាមិនមែនជាពងធម្មតានោះទេវាគឺជាពងមាសយ៉ាងពិតប្រាកដម៉ែអាថ្លែណើយនេះគឺជាមានតើពងមាន់ចេញជាមាសលោកប្តីទាំងពីរអ្នកប្តីប្រពន្ធពួកគេភ្ជាប់បាសយ៉ាងខ្លាំងចំណែកឯសត្វមន់វាបានពងចេញមាសរៀងរាល់3ថ្ងៃម្ដងមួយខែក្រោយមកអូនសំឡាញ់ពេលនេះយើងខ្លាចជានៅមានហើយយើងមានផ្ទះធំទ្រនំខ្ពស់ទាំងអស់នេះគឺដោយសារតែអាគកមិនរបស់យើងនោះឯងមេនហើយបងវាដូចជាភ្នែកបន្ទោអញ្ចឹងសឹកពួកយើងខ្លាចជានៅមានបានប៉ុន្តែខ្ញុំនៅតែឆ្ងល់ដដែលមន់យើងគឺជាមន់ឈ្មោះនោះទេតែហេតុអ្វីបានជាវាអាចពងចេញបានមកអញ្ចឹងអូនឯងកុំឆ្ងល់ពេកនេះប្រហែលជាមន់ទេវតាដោយសារតែពួកយើងបានមើលថែវាបានយ៉ាងល្អទើបមន់ផ្ដល់សំណាងដល់យើងដូច្នេះតាមពិតគឺអញ្ចឹងទេខ្ញុំយល់ហើយបងអ្នកទាំងពីរក៏បានក្លាយទៅជាអ្នកមានបន្ទាប់មកពួកគេក៏បានទិញអង្ករនិងជួយអ្នកភូមិក្រីក្រអ្នកភូមិចាប់ផ្ដើមគោរពពួកគេទាំងពីរនាក់ប៉ុន្តែក្នុងនោះក៏មានព្រានព្រៃម្នាក់ឈ្មោះវណ្ណានៅពេលដែលឃើញជីវិតប្តីប្រពន្ធទាំងពីរនាក់នេះប្រសើរឡើងគេចាប់ផ្ដើមសង្ស័យគេបានតាមដានហើយឃើញថាពងមាន់គឺជាមាសវណ្ណាគេក៏បានសម្រេចចិត្តលួចយកមាន់នោះមកតាមពិតយើងធ្លាប់បាញ់វាកាលពីប៉ុន្មានខែមុនហើយឥឡូវនេះវាធ្លាក់ក្នុងកណ្ដាប់ដៃពីអ្នកប្តីប្រពន្ធនោះកាលពីមុនពួកគេក្រីក្រលំបាកណាស់ឥឡូវខ្លាចជាអ្នកមានបាត់វាគឺជាមន្ទទេវតាទើបអាចផ្ដល់សំណឹងដល់ពួកគេរហូតអញ្ចឹងខ្ញុំត្រូវតែលួចយកមន្ទនោះវណ្ណាបន្ទាប់ពីលួចបានហើយគេបានបង្ខំឲ្យមន្ទពងភ្លាមប៉ុន្តែគឺគ្មានអ្វីកើតឡើងឡើយវណ្ណាគេខឹងណាស់គេក៏បានវាយធ្វើបាបសត្វមន្ទដោយកំហឹងអាលបលកាច់ហេតុអ្វីបានជាឯងមិនពងអញ្ចឹងយើងកំពុងតែរងចាំពងរបស់ឯងយកទៅលក់ពេលនោះយើងនឹងខ្លាយទៅជាអ្នកមានប៉ុន្តែហេតុអ្វីបានជាឯងមិនព្រមពងអញ្ចឹងព្រោះអ្នកគឺជាមនុស្សលោភលន់នឹងមិនស័ក្តិសមទទួលពងរបស់ខ្ញុំឡើយហេសัตว์មន់ចេះនិយាយខ្មោចលងដោយភាពភ័យរន្ធត់បានធ្វើឲ្យវណ្ណាគេភ័យខ្លាចរហូតបាត់បង់សតិហើយខ្លាយទៅជាមនុស្សដែលឆ្កួតចំណែកមន់វាក៏បានត្រឡប់មកកន្លែងដើមរបស់វាវិញទាំងពីរអ្នកប្តីប្រពន្ធបន្តពីបានដឹងរឿងរបស់វណ្ណាហើយគេហួសចិត្តយ៉ាងខ្លាំងមិននឹកស្មានថាវណ្ណាគេមានចិត្តលោភលន់នៅថ្នាក់នេះតលតែសោះបងសម្លាញ់ភាពលោភលន់នាំមកនូវសេចក្តីវិនាសវណ្ណាគាត់បានធ្វើអំពើអាក្រក់ជាច្រើនដូច្នេះគាត់គួរតែទទួលបានផលកម្មនេះមែនហើយអូនតែយ៉ាងណាក៏គួរឲ្យអាណិតគាត់ដែរអ្វីដែលយើងអាចធ្វើបាននៅពេលនេះគឺមានតែនៅជួយអ្នកភូមិបន្តទៀតព្រោះអ្នកភូមិរបស់យើងសម្បូរអ្នកខ្វះខាតច្រើនណាស់បងមែនហើយអូននៅពេលដែលយើងមានប្រាក់ច្រើនយើងក៏ភ្លេចអ្នកដែលធ្លាប់ជួយយើងជាពិសេសអ្នកក្រីក្រឲ្យពួកគេមានអាហារហូបដូចជាយើងដែរចាស់បងទោះបីជាពួកគេខ្លាចជាអ្នកមានហើយក៏អ្នកទាំងពីរមិនភ្លេចធ្វើបុណ្យជាមួយអ្នកក្រដែរមិនយូរប៉ុន្មានភូមិរបស់គេខ្លាយទៅជាភូមិដែលសាមគ្គីនិងសុខសាន្តបំផុតក្រោយមកមិនយូរប៉ុន្មានវណ្ណាគេក៏បានដឹងសតិឡើងវិញហើយឈប់ឈួតចាប់តាំងពីពេលនោះមកគេបានមកសុំទោសនិងសន្យាផ្លាស់ប្ដូរឈប់មានកំណត់លោភលន់បែបនេះតទៅទៀតមន់នេះគឺជាមន្ទទេវតាវាបានផ្ដល់សំណាងដែលមានចិត្តល្អមិនមែនជាមនុស្សលោភលន់នោះទេ
មននេះបានរស់នៅជាមួយប្តីប្រពន្ធទាំងពីរនាក់នេះរហូតអស់ជីវិតបន្ទាប់ពីការស្លាប់ជាតិខាងមុខគេក៏បានក្លាយទៅជាទេវតាដោយដើមវិញមេរៀនអំពីរឿងនេះចិត្តល្អនាំមកនៅសំណាងភាពលោភលន់នាំមកនៅគ្រោះថ្នាក់ចែករំលែកអំពើល្អធ្វើឲ្យសង្គមរីកចម្រើនសេចក្តីស្មោះត្រង់វាមានតម្លៃជាងមាសប្រា